Fan ដាក់ការសង្ស័យវណ្ដានិងបវរកញ្ញាពេញវត្តដីសារ៉ាវឌីអាចនឹងសហការគ្នានៅថៃក្រោយស្ថាបនិក MIG បង្ហោះ story ក្នុង Instagram ពីបទចម្រៀងនារីជឿនលឿនពេលនេះអ្នកគាំទ្រជាច្រើនសង្ស័យថាវណ្ដានិងកញ្ញាពេញវត្តដីសារ៉ាវឌីអាចនឹងសហការជាមួយគ្នាឆាប់ៗជាមួយគ្នានេះដែរវាពិតជាខ្លាចជានិន្នាការលើបណ្ដាញអ៊ីនធឺណិតជាអន្តរជាតិបន្ទាប់ពីមានករណីមួយឈ្មោះថា Queen of Grand របស់ប្រទេសថៃបានបង្ហោះរូបតារារ៉េបវណ្ដានិងបវរកញ្ញាពេញវត្តដីសារ៉ាវឌីព្រមជាមួយនឹងសំណេរថាពេលនេះកំពុងត្រូវបានគេជជែកព្រោងព្រានបន្ទាប់ពីមេ MIG បង្ហោះ story ក្នុង IG ពាក់ព័ន្ធនឹងតារារ៉េបវណ្ដាអាចថាឥឡូវនេះឬឆាប់នេះនឹងមានគម្រោងរវាងវណ្ដានិង MGI ខណៈលោកជាតារាចម្រៀងដ៏ល្បីមួយរូបមកពីប្រទេសកម្ពុជាបន្ថែមពីនេះ fan ជាច្រើនជាពិសេស fan កម្ពុជាបានចូលទៅបញ្ចេញមតិគាំទ្រនិងប្រាប់ថាតារាពីរដួងនេះមកពីខេត្តព្រះសីហនុដូចគ្នាហើយក៏កំពុងតែទទួលបានភាពល្បីល្បាញក្នុងប្រទេសកម្ពុជានិងថៃប្រសិនបើលោក Nawat IT Sarah Greatsteel ដែលជាប្រធាន Miss Grand International ពិតជាឲ្យតារាទាំងពីររូបនេះមានការងារជាមួយគ្នាពិតមែននោះជារឿងល្អបំផុតហើយទោះជាយ៉ាងណាមហាជនទាំងកម្ពុជានិងថៃមានតែរងចាំមើលបន្តទៀតថាតើស្ថាបនិកកម្មវិធីប្រឡងសម្រស់ Miss Grand International នឹងអញ្ជើញតារារ៉េបវណ្ដាទៅច្រៀងក្នុងកម្មវិធី MGI លើកក្រោយឬគម្រោងណាមួយលេចឡើងនាថ្ងៃខាងមុខបាទសូមអរគុណចំពោះការចូលរួមទស្សនាជួយចុច like ចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗជាច្រើនទៀតសូមអរគុណ